របៀបធ្វើឲ្យកុំព្យូទ័ររបស់អ្នកដើរលឿនជាងមុនអញ្ចឹងជាទូទៅខ្ញុំមាន3របៀបដើម្បីធ្វើឲ្យកុំព្យូទ័រយើងដើរលឿនជាងមុនអញ្ចឹងទី1គឺយើងចូលទៅកាន់ Start menu ឬក៏ Search កន្លែងនេះក៏បានស្វែងរកពាក្យថា Disk Clean Up នេះអញ្ចឹងវាលោតចេញមកហើយចុចលើនេះម្ដងមកអញ្ចឹងវានឹងចេញផ្ទាំងមួយគឺផ្ទាំង Disk Clean Up នឹងឯងកន្លែងនេះយើងអាចជ្រើសរើសត្រាយបានយើងចង់ clean up ទៅលើត្រាយមួយណាយើងចុចត្រាយមួយហ្នឹងមកតែជាទូទៅយើងឲ្យកុំព្យូទ័ររបស់យើងដើរលឿនអញ្ចឹងយើង clean up ទៅលើត្រាយ C ដោយសារ software ផ្សេងឬក៏កម្មវិធីដែលយើងប្រើប្រាស់ហ្នឹងស្ថិតនៅក្នុងត្រាយ C នឹងឯងចុច select វាមករួចហើយចុចលើពាក្យ OK បន្ទាប់មកទៀតវានឹងចេញផ្ទាំង Disk Clean Up នេះមួយបានន័យថាយើងចុចដំបូងគឺចុចដើម្បីបើកផ្ទាំងនឹងសិនយើងអត់ទាន់បានចុច Clean Up វាទេទាល់តែយើងចុច Clean Up System កន្លែងនេះមួយទៀតយើងអាច clean up វាបានអញ្ចឹងចុចលើហ្នឹងមកអញ្ចឹងចុច clean up ហើយវានឹងលោតផ្ទាំងនេះមកម្ដងទៀតអញ្ចឹងយើងត្រូវជ្រើសរើសវាម្ដងទៀតចុច try C មករួចហើយចុចអូខេតបមកវានឹងរត់ចេញផ្ទាំង scan នេះឲ្យយើងមួយពេលដែលវា scan ចប់ហើយវានឹងលោតផ្ទាំងឲ្យយើងអាចជ្រើសរើស file ដែលយើងអាច delete ឧទាហរណ៍ file update file មេរោគអីផ្សេងកម្មវិធី download program ដែលពេល download មកវាមានឯកសារអីដែលមិនចាំបាច់អីចឹងទៅបានន័យថា file run កម្មវិធីអីហ្នឹងណាអញ្ចឹងយើងអាចចុច tick វាមកដើម្បីលុបបើយើងដោះ tick បានន័យថាយើងអត់លុបកន្លែងហ្នឹងទេអញ្ចឹងខ្ញុំ tick ទាំងអស់មកហើយចុច OK បន្ទាប់មកវានឹងលោតសួរយើងម្ដងទៀតថាយើងបើបញ្ជាក់សួរយើងថាយើងប្រកាសអត់ថាយើងចង់លុបវាអញ្ចឹងយើងចុច delete file មកបើយើងអត់លុបយើងចុច cancel មកខ្ញុំលុបខ្ញុំចុច delete បន្ទាប់មកទៀតវានឹងលោតផ្ទាំងមួយនេះមកបង្ហាញថាឲ្យយើងរងចាំដល់ពេលដែលវា clean ចប់គឺវាបានលុបហើយអញ្ចឹងនេះគឺជាជំហានទី1នៅក្នុងការ clean up អញ្ចឹងវិធីទី2គឺយើងចុចគ្រាប់ចុច window បូកជាមួយនឹងអក្សរ R បន្ទាប់មកវានឹងចេញផ្ទាំង run នេះមកយើងវាយពាក្យថានេះភាគរយ temp ហើយនឹងភាគរយមួយទៀតមករួចហើយចុច OK អញ្ចឹងកន្លែងនេះសរសេរត្រូវបើសរសេរខុសគឺវាអត់ចេញដែរអញ្ចឹងចុច OK មកអញ្ចឹងចុច OK វានឹងបង្ហាញ folder មួយជាកន្លែង temporary file នឹងឯងមានន័យថាជា file ដែលយើងត្រូវលុបចោលកន្លែងនេះអញ្ចឹងយើង select មក Control A មកបន្ទាប់មកចុច Shift បូកជាមួយនឹងគ្រាប់ចុច Delete ដើម្បីយើងលុបវាចេញជាម្ដងទៀតអា file កន្លែងនេះវាស្តៀងជាមួយនឹង Disk Clean Up ដែរគ្រាន់តែយើងមកលុបវាម្ដងទៀតដើម្បីជាក់ថាឲ្យវាអស់ចេញពីក្នុងនឹងឲ្យអស់តែម្ដងដោយសារ file នេះភាគច្រើនជា file ដែលយើងបើកកម្មវិធីទៅគឺវា store ទុកនៅក្នុងហ្នឹងអញ្ចឹងយើងចុច Yes មកបន្ទាប់មកកន្លែងនេះវាលោតសួរយើងម្ដងទៀតយើង Tick កន្លែងនេះមកបន្ទាប់មកចុច Yes ម្ដងទៀតបន្ទាប់មកវាអស់ហើយយើងចុចម្ដងទៀតមកអា file នេះយើងលុបអត់បានដោយសារវាតាក់ទងជាមួយនឹងកម្មវិធីដែលយើងកំពុងបើកមានន័យថាយើងកំពុងបើកវាកំពុងតែ store នៅក្នុងនឹងដែរកាលណាដែលយើងបិទវាយើងអាចលុបវាបានអញ្ចឹងយើងចុច skip វាចឹងអាហ្នឹងគឺជាវិធីទី2នៅក្នុងការធ្វើឲ្យកុំព្យូទ័ររបស់យើងដើរលឿនវិធីទី3គឺយើងចុច Windows បូកជាមួយនឹងអក្សរ R ដូចគ្នាបន្ទាប់មកយើងវាយពាក្យនេះម្ដងពាក្យ prefix នេះម្ដងអញ្ចឹងខ្ញុំធ្លាប់វាយវាហើយគឺវាលោតចេញមកហើយអញ្ចឹងខ្ញុំចុចលើនឹងតែម្ដងបន្ទាប់មកយើងចុច OK អញ្ចឹងនេះគឺជា file ដែលយើងត្រូវលុបដូចគ្នាយើងចុច Control A មកដើម្បី select វាបន្ទាប់មកចុច Shift ហើយនឹង Delete បន្ទាប់មកយើងចុចយកពាក្យ Yes នេះមកអញ្ចឹងកន្លែងនេះគឺយើងលុបបានហើយយើងចុចបិទវាមកអញ្ចឹងយើងចាប់ផ្ដើមសង្កេតមើលកុំព្យូទ័ររបស់យើងនៅពេលដែលមិនទាន់បានអនុវត្ត3ជំហាននេះហើយនឹងអនុវត្តហើយតើកុំព្យូទ័ររបស់យើងដើរលឿនជាងមុនឬក៏អត់អញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបើសិនជាបងប្អូនមានវិធីផ្សេងធ្វើឲ្យកុំព្យូទ័រដើរលឿនលើសពី3វិធីនេះសូមជួយ comment នៅខាងក្រោមផងសូមអរគុណ